សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរនេះខ្ញុំមកប្រាប់ពីរបៀបដិតមាន់ឥឡូវយើងទៅមើលពីរបៀបដិតមាន់ទាំងអស់គ្នាមុនដំបូងយើងប្រឡាក់សាច់មាន់សិនបងប្អូនជាមួយប្រេងខ្យងហើយនិងម្សៅស៊ុបហើយមានគ្រឿងយើងនាងខ្ញុំដាក់ម្សៅស៊ុបបន្ទាប់មកនាងខ្ញុំដាក់ប្រេងខ្យងបងប្អូនយើងច្បល់ចូលគ្នាឲ្យសព្វហើយបន្ទាប់មកនាងខ្ញុំដាក់គ្រឿងយើងប្រឡាក់ឲ្យចូលជាតិជាមួយគ្រឿងនឹងហើយយើងទុក20នាទីបងប្អូនហើយយើងចូលឲ្យសាច់មាន់យើងចូលជាតិជាមួយគ្រឿងបានល្អមាន់យើងប្រឡាក់ចូលជាតិល្អហើយបងប្អូនឥឡូវយើងយកមកដាក់ដិតទៅបងប្អូនឥឡូវខ្ញុំដាក់គល់ស្ក្រៃហើយនិងស្លឹកក្រូចមានម្ទេសមានខ្ទឹមសហើយនិងខ្ទឹមក្រហមនេះខ្ញុំដាក់ពីក្រោមមាន់ណាហើយនឹងមានបន្លែ3ក្តោបឥឡូវនេះខ្ញុំកំពុងដាក់ដិតឲ្យបងប្អូនយើងដិត20នាទីទៅឲ្យមាន់យើងផុយល្អយើងដាក់មាន់ដិតហើយឥឡូវយើងមកឆ្លៀតធ្វើទឹកត្រីកោះកុងបងប្អូនឥឡូវមាន់យើងបានឆ្អិនហើយបងប្អូនតំណងបងប្អូន